ជំហាននេះគឺទៅមកឲ្យអត់មានថយក្រោយទេគឺអត់មានថយក្រោយទេគឺសម្រាប់ខ្ញុំការធ្វើនេះគឺការរៀបចំស្រុកទេសស្រុកអង្គរយើងនេះឲ្យបានល្អហើយឲ្យចប់រឿងមកបាទឲ្យចប់មកសិនខ្ញុំអត់មានខ្ញុំនឹងមិនយកយុទ្ធសាស្ត្រឆ្លោះជាមួយបងប្អូនទេអត់ទេបាទឥឡូវយើងធ្វើការយើងយកបងប្អូនប្រជាជនយើងធ្វើជាគូចំនួនអាហ្នឹងទៅធ្វើយើងទៅដឹកនាំឲ្យកើតបាទយើងរកវិធីដើរទៅមុខទាំងអស់គ្នាតាមទម្លាប់តាមលំនាំរបស់សម្ដេចតេជោវប្បធម៌សន្តានានយោបាយឆេះបាទសម្រាប់ខ្ញុំនេះជាទលាមទម្លាប់ដល់ប្រពៃបាទព្រោះស្រុកខ្មែរយើងស្រួលគ្នាចប់សង្គ្រាមគឺសាវប្បធម៌សន្តានានិងយោបាយឆេះហ្នឹងតារឿងថ្ងៃនេះក៏ដូចគ្នាដែរបាទអញ្ចឹងខ្ញុំនឹងធ្វើលិខិតទៅយូណេស្កូអញ្ជើញគាត់អីមកចូលរួមទាំងអស់ដោយយើងនេះបន្ថែមទៀតបាទក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ណាខ្ញុំអត់មានទៅសុំយោបល់យូណេស្កូទេណាបាទអត់ទៅសុំការសុំសិទ្ធអីណានេះគ្រាន់តែខ្ញុំពឹងពាក់លើបច្ចេកទេសរបស់គេពឹងពាក់លើជំនាញរបស់គេបាទក៏ប៉ុន្តែសម្រាប់ចិត្តខ្ញុំអត់មានគេទេសម្រាប់រឿងនេះគឺខ្ញុំនឹងសម្រាប់ចិត្តនឹងនេះបាទហើយខ្ញុំនឹងលើកយោបល់ជូនរាជរដ្ឋាភិបាលត្រូវធ្វើម៉េចបាទខ្ញុំនឹងស្ដាប់គ្រប់គ្នាហើយខ្ញុំនឹងលើកយោបល់ជូនថាយើងគួរដើរផ្លូវណាតាក់ទិនទៅនឹងផ្លូវតាក់ទិនទៅនឹងការប្រើប្រាស់ដីតាក់ទិនទៅនឹងការរៀបចំភូមិបាទហើយក្រុមការងារនេះมันអាចធ្វើតែឯងបានទេសូមបង្កើតក្រុមការងារតូចហើយនឹងបងប្អូនទាំងអស់សូមមេត្តាចូលរួមឥឡូវកំណត់មកឃុំម្ដងមកភូមិម្ដងក៏បានដែរបាទមកភូមិម្ដងហើយបើថារឿងដូចគ្នាភូមិណាឥឡូវនៅឆ្ងាយពីប្រាសាទតើសំណង់គួររបៀបម៉េចអាហ្នឹងយើងសម្រេចមួយដាក់ជាគោលការណ៍រួមហ្មងមិនសុំម្ដងមួយទេនោះបើមិនចឹងទេបាទហើយមកតែផ្លូវណាថាឥឡូវផ្លូវប្រភេទហ្នឹងចម្ងាយពីប្រាសាទអីធ្វើបេតុងបានអត់ព្រោះផ្លូវចាក់គ្រូក្រហមមកឯងចាក់ហើយភាសាហើយចាក់ទៀតអស់លុយទៀតអានេះក្រទៀតណាបាទហើយផ្លូវចាក់កស៊ូក៏ហេសយដែរបើចាក់ស្ដើងពេកធ្វើទៅទៀតតែបើជ្រុលបេតុងហ្មងហ្នឹងភ្លើងខ្ញុំចង់ឲ្យជីវិតអ្នកអង្គរនេះគឺជាជីវិតមួយប្លែកសុខសាន្តត្រានហើយយើងត្រូវកំណត់ទៅហើយចំពោះអ្នកដែលមកចង់រស់នៅអង្គររស់ដោយសារអង្គរក៏ខ្ញុំគិតថាយើងក៏មិនគួរបដិសេធគាត់ក៏តែគួររៀបចំលំនៅឋានតូបលក់ដូររបស់គាត់យ៉ាងម៉េចហ្នឹងឲ្យគាត់ហើយគាត់ប្រាប់គាត់មិនថាគាត់មានកាតព្វកិច្ចមិនបាទកុំឲ្យបងប្អូនមេឃុំរបស់យើងពិបាកនឹងបញ្ជាក់ថាគាត់អ្នកថ្មីអ្នកចាស់បាច់ទេបាទឥឡូវមកចុះបញ្ជីថានឹងអ្នកមកមែនអ្នកមកពីក្រៅមកមែនហើយគ្នាសុំតែមករស់ទេមកលក់ដូរសុំមករស់អញ្ចឹងយើងត្រូវមានកាតព្វកិច្ចគាំពៀជីវភាពរបស់គាត់នឹងណែនាំគាត់ត្រូវធ្វើម៉េចរៀបជាតូបឲ្យស្អាតទៅមានចំណតឡានឲ្យសមរម្យទៅបន្ទប់ទឹកទៅអានឹងវាមិនស្រួលឆាប់រឿងមិនអញ្ចឹងចុះគ្នាឲ្យគ្នាទៅណាគ្នាសុំមកលក់ដើម្បីរស់ហ្នឹងយើងទៅបដិសេធមនុស្សដែលគ្នាចង់រស់ខ្ញុំថាយើងនឹងវាដូចជាពេកហើយហ្នឹងដូចមិនកើតទេហ្នឹង